មកសូមជំរាបឈ្មោះនេះអូទូនទៅបាទខ្ញុំសិនជំជួនខ្ញុំជានាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រមនៃសិទ្ធិមនុស្សនិងអភិវឌ្ឍមកចូលរួមក្នុងវាគ្មិនថ្ងៃនេះគុំម្ដងអ្វីសំខាន់ខ្លះរបស់សមាគមខ្មែរកម្ពុជាក្រមខ្ញុំចូលរួមនេះនៅតាមប្រទេសជាវាគ្មិនដែរប៉ុន្តែខ្ញុំចូលរួមក្នុងនេះជាណាត់ចូលរួមសហការក្នុងការរៀបចំកម្មវិធីនេះការដែលយើងចូលរួមនេះយើងមួយយើងផ្ដោតទៅលើដោយសារតែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺជាផ្ដល់ផលប្រយោជន៍សម្រាប់ខ្មែរទូទៅតែបើសិនជាយើងនិយាយសម្ដៅទៅលើកម្ពុជាក្រមវិញហាក់ដូចជាមិនសូវជាពាក់ព័ន្ធប៉ុន្មានទេអញ្ចឹងការចូលរួមនេះគឺក្នុងន័យថារួមកិច្ចការប្រតិបត្តិការនេះដើម្បីខ្មែរទាំងអស់យើងគោលបំណងបងជាសមាគមខ្មែរកម្ពុជាក្រមតាមបងលើកយកអ្វីខ្លះនៅក្នុងកម្មវិធីនេះដើម្បីយកមកពិភាក្សានៅថ្ងៃនេះបងសម្រាប់ខ្ញុំគឺខ្ញុំមានសំណួរខ្លះៗដែលសួរទៅកាន់វាគ្មិនដែលពាក់ព័ន្ធទៅនឹងកម្ពុជាក្រមទីមួយខ្ញុំចង់ដឹងថាតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានការជាប់ពាក់ព័ន្ធនេះទៅដល់កម្ពុជាក្រមតែនិយាយថាមានផ្ដល់ផលប្រយោជន៍ស្អីខ្លះទៅដល់ខ្មែរនៅកម្ពុជាក្រមចំណុចទី2ខ្ញុំចង់ដឹងអំពីចំណុចអវិជ្ជមានតើមានចំណុចអវិជ្ជមានស្អីខ្លះដែលធ្វើឲ្យប៉ះពាល់ទៅដល់ខ្មែរយើងនៅកម្ពុជាក្រមនេះគឺជាអ្វីដែលខ្ញុំបានលើកឡើងនៅក្នុងរយៈពេលធ្វើមួយព្រឹកនេះសម្រាប់ទៅដល់វាគ្មិនទាំងអស់ប៉ុន្តែចម្លើយដែលយើងទទួលបានថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺវាស្ថិតនៅក្នុងបូរណភាពដែនដីកម្ពុជាអធិបតេយ្យភាពរបស់កម្ពុជាអញ្ចឹងមានន័យថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺវាមានប្រសិទ្ធភាពត្រឹមតែកម្ពុជាទេมันមានផលអ្វីមួយដែលធ្វើឲ្យប៉ះពាល់ទៅដល់កម្ពុជាក្រមឬក៏ការផលប្រយោជន៍ទៅដល់កម្ពុជាក្រមអញ្ចឹងមានន័យថាកម្ពុជាក្រមគឺនៅតែមានរក្សាមួយដែលជាលក្ខណៈឯករាជ្យភាពរបស់ខ្លួនណាក្នុងការធ្វើអ្វីមួយដើម្បីទាមទារសិទ្ធិរបស់ខ្លួនជាមួយនឹងខាងរដ្ឋាភិបាលវិញដែរបាទតើបងយល់យ៉ាងណាខ្លះពីសន្ធិសញ្ញាទីក្រុងប៉ារីសក្នុងនាមបងជាប្រធានសមាគមហើយវាមានសារៈសំខាន់អ្វីខ្លះដល់សមាគមខ្មែរកម្ពុជាក្រមសម្រាប់នៅកម្ពុជាបើយើងនិយាយដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពិតជាមានសារៈសំខាន់ណាស់ដើម្បីបញ្ចប់ចំនួនប្រទេសក្នុងរវាងភាគីខ្មែរនិងខ្មែរដែលយើងទៅស្រាប់ហើយមានប្រវត្តិនៅក្នុងទសវត្សរ៍80មានប្រវត្តិនៅក្នុងទសវត្សរ៍70មានការចំនួនរំរាយរវាងខ្មែរនេះឯងអញ្ចឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើឲ្យមានបញ្ចប់ទៅបញ្ចប់សង្គ្រាមទី1ទី2ទៀតនៅពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងកាត់ឡើងហើយចាប់ដើមកម្ពុជាបង្កើតធ្វើយ៉ាងណាឲ្យក្នុងប្រទេសរបស់កម្ពុជាយើងមានស្ថិរភាពផ្នែកខាងនយោបាយជាពិសេសផ្នែកខាងសន្តិភាពបាទក្នុងការរៀបចំរដ្ឋាភិបាលឡើងវិញជាពិសេសបង្កើតឲ្យមានប្រព័ន្ធប្រជាធិបតេយ្យហើយនឹងប្រព័ន្ធនៃការគោលការណ៍គោរពសិទ្ធិនេះគឺជាគេហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺផ្ដល់ផលប្រយោជន៍សម្រាប់ឲ្យកម្ពុជាដែលមានលក្ខណៈដូចខ្ញុំបានរៀបជូនប៉ុន្តែបើយើងនិយាយអំពីខ្មែរក្រមដែលយើងកំពុងតែធ្វើការនៅកម្ពុជានេះក៏ជាផលប្រយោជន៍មួយដែរសម្រាប់នៅកម្ពុជាពីព្រោះថាអ្វីដែលយើងកំពុងតែធ្វើស្ថានភាពគឺគិតនៅលើដែនដីនៃប្រជាជាតិនៃកម្ពុជាចឹងនៅពេលណាដែលរដ្ឋាភិបាលនៅពេលណាដែលប្រជាពលរដ្ឋនៅពេលដែលភាគីនៃទីក្រុងរបស់ទីក្រុងប៉ារីសបានគោរពដាក់ជំនឿនឹងខ្មែរក្រមបានទទួលផលប្រយោជន៍សម្រាប់នៅលើមូលដ្ឋាននៃកម្ពុជាការងាររបស់យើងដំណើរការទៅវាមានភាពរលូនហើយមានសុវត្ថិភាពពិសេសគឺបានសន្តិភាពរបស់ខ្មែរក្រមដែរនៅកម្ពុជាតើបងយល់យ៉ាងម៉េចរយៈពេល5អាណត្តិហើយរដ្ឋាភិបាលតែ5អាណត្តិហ្នឹងមានបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយការរំលោភសិទ្ធិមនុស្សដូចជាដើមតើបងមានបានពិនិត្យទេរយៈពេល5អាណត្តិរបស់រដ្ឋាភិបាលថ្មីនេះផ្អែកទៅតាមរបាយការណ៍ដែលក្រមវាគ្មិនក៏បានលើកឡើងក្នុងរយៈពេលមួយព្រឹកនេះជាងតាមរបាយការណ៍ការសិក្សាស្រាវជ្រាវជារៀងរាល់ឆ្នាំជាពិសេសស្រាវជ្រាវប្រមូលសម្រាប់ឆ្នាំ2016ក្នុងរបាយការណ៍ซึ่งតែមិនបាន50%ផងនៃការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានតែ40%ជាងទេដែលបង្ហាញអំពីថាមានការគោរពអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាពិសេសការគោរពសិទ្ធិអញ្ចឹងរាល់ថ្ងៃនេះបើយើងនិយាយដល់ឯកសារការសិក្សាស្រាវជ្រាវទៅតាមរបាយការណ៍របស់វិក្កាមបានលើកឡើងគឺយើងមិនបានគ្រប់យ៉ាងពេញលេញនោះឡើយជាពិសេសយើងមើលនៅក្នុងប្រព័ន្ធរៀបចំការងាររបស់រដ្ឋាភិបាលដូចគ្នាដែលហាក់ដូចជាមិនទាន់មានភាពលក្ខណៈជាឯករាជ្យមិនទាន់មានតម្លាភាពមិនទាន់មានករណីភាពនៅឡើយសម្រាប់នៅកម្ពុជាបើប្រសិនណាយើងបានគ្រប់យ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺយើងឃើញថា
ai cho tam cần những cái tiếp ai cho tam làm lá tiếp hay những cái là ai cái tiếp mà tam tiếp tụ ăn thì phân tới mình làm ក្នុងនាមបងជាប្រធានសមាគមដែរតែយុវជនខ្មែរកម្ពុជាក្រមសពថ្ងៃហ្នឹងតើបងមានបានផ្សព្វផ្សាយអំពីបញ្ហាសន្ធិសញ្ញាទីក្រុងប៉ារីសដល់យុវជនខ្មែរកម្ពុជាក្រមអត់ដែរបង យើងធ្លាប់ធ្វើកន្លងហើយដូចជាពីកាលខែ3កន្លងមកនេះតាមឆ្នាំគឺយើងបានធ្វើវេទិកាមួយដែរសម្រាប់ដល់មិនគិតតែយុវជនខ្មែរក្រមគឺមានមន្ត្រីរាជការណាក់ធ្វើការជាមួយខាងអង្គការសមាគមក្រុមសកម្មជនខ្មែរក្រមក៏បានចូលរួមដើម្បីស្វែងរកអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរប៉ុន្តែយើងសង្កេតឃើញថាដូចជាមានជាលក្ខណៈជាទូទៅភាគច្រើនថាប្រជាកមិនសូវមានការចោទប្រកាន់ប្រមាណគឺថាគិតថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានផ្ដល់ផលប្រយោជន៍អ្វីមួយដល់ខ្មែរនៅកម្ពុជាក្រមជាងទៅវាខុសទៅនឹងទស្សនវិស័យវាខុសទៅនឹងគោលដៅដែលគាត់ធ្វើការយើងទៅតែមិនសូវចាប់អារម្មណ៍